Năng ngay sau đây bóng phần ngọc ní, bạn đi trong video ní, nhóm mình thuộc ca bằng hang mà chừng mùi nâng bà ép muối đại miên chung một thà Hanigen, đại nhóm thuộc thuộc ca bằng hang từ ca nâng ngọc ní, nơi trong video môn rồi dày. Ní cứ chị ép muối đại dương thuộc ca mang đôi ba nói free, đại còn đại dương miền bà nơi tụ sạp đại muối, hơi bà internet trên tập nó. Đôi nâng ngọc ní khơi nhé, bên ní chúng môn tập rạp bao nhóm cứ miền học sập bồng bồn lá, hay học sập bồng bồn lá ní cứ nhóm ai cho thuộc ca đỏ trên bà này. Ní còn tại chiều video này ca updateដើម្បីបង្ហាញទៅកាន់អ្នកនរគ្នាថាសម្រាប់ app នេះយើងអាចរកលុយបានដោយ free ហើយយើងក៏អាចដកលុយបានពិតប្រាកដផងដែរសិនជាអ្នកនរគ្នាធ្លាប់តាមដានទស្សនាវីដេអូរបស់ខ្ញុំនៅក្នុង channel មុនណាខ្ញុំជឿថាអ្នកនរគ្នាប្រហែលបានឃើញវីដេអូរបៀបនៃការដកលុយដែលខ្ញុំតែងតែធ្វើការបង្ហាញហើយសម្រាប់ app នេះគឺខ្ញុំបានលេងចំនួន3 account ដែរណាបាទហើយការរកលុយជាមួយនឹង app មួយនេះគឺយើងរកអត់បានច្រើនទេយើងរកបានតិចតួចតែប៉ុណ្ណោះប៉ុន្តែបើសិនជាអ្នកនរគ្នាចូលចិត្តធ្វើការសន្សំខ្ញុំគិតថា app នេះគឺល្អសម្រាប់អ្នកនរគ្នាសម្រាប់ app មួយនេះយើងអាចធ្វើការ check daily ប្រចាំថ្ងៃបានផងដែរនេះតែគាត់ណាចុចទៅលើនេះមកបន្តមកយើងចុចទៅលើពាក្យថា open បាទ lucky នេះមកជួនកាលបាទអ្នកនរគ្នាជួនកាលថ្ងៃខ្លះយើងមានសំណាងយើងបានរហូតដល់$5 $10អីក៏មានដែរណាហ្នឹងហើយនេះខ្ញុំទទួលបានតែ5ទេអញ្ចឹងខ្ញុំចុចទៅលើ OK បើសិនជាអ្នកនរគ្នាចង់ធ្វើការចុចឈ្មោះអ្នកនរគ្នាអាចចូលទៅខាងក្រោមនៃវីដេអូរបស់ខ្ញុំដើម្បី join channel Telegram ដើម្បីយក link ណាហើយខ្ញុំសូមបញ្ជាក់មួយទៀតបើសិនជាអ្នកនរគ្នាចង់តាមដានពាក់ព័ន្ធទៅលើការរកលុយឬក៏ការ farm airdrop ឲ្យមានប្រសិទ្ធភាពអីណាចឹងអ្នកនរគ្នាអាច subscribe ទៅលើ channel មួយនេះឬក៏តាមដានខ្ញុំនៅក្នុង channel មួយនេះទៅខ្ញុំនឹងធ្វើការបង្ហាញនៅក្នុងវីដេអូក្រោយៗទៀតប៉ុន្តែខ្ញុំសូមបញ្ជាក់ថាសម្រាប់ការ farm airdrop អ្នកនរគ្នាគឺខ្ញុំនឹងធ្វើការបង្ហាញនៅក្នុង OKX Wallet ចឹងហើយសម្រាប់អ្នកដែលមិនទាន់មាននៅ OKX Wallet ទេអ្នកនរគ្នាអាចធ្វើការចុះឈ្មោះឬក៏បង្កើតទុកម្នាក់មួយទៅនិយាយទៅទោះបីជាបងប្អូនអ្នកនរគ្នាមាននៅ OKX Exchange ដែលបានធ្វើការបង្កើតដោយបំពេញនៅ KYC រួចរាល់ក៏ដោយវាមិនជាបញ្ហាទេអ្នកនរគ្នាក៏នៅតែធ្វើការដាក់កូដណែនាំរបស់ខ្ញុំបានដែរហើយកូដណែនាំរបស់ខ្ញុំអ្នកនរគ្នានឹងទទួលបានការ sale ត្រឡប់មកវិញរហូតដល់ 20% ហើយសម្រាប់នៅក្នុង OKX Wallet ដូចខ្ញុំបានបញ្ជាក់ចឹងគឺយើងអាចធ្វើការ farm នៅ airdrop បានផងដែរសម្រាប់ការ farm airdrop បាននៅក្នុង OKX Wallet នេះគឺមានគ្នាជើងបាទគឺបានច្រើនដែរជួនកាល60វាជួនកាល100អីចឹងទៅហ្នឹងហើយអញ្ចឹងអ្នកនរគ្នាខ្ញុំសូមមកធ្វើការបង្ហាញពីរបៀបនៃការចុះឈ្មោះឬក៏ធ្វើការដាក់កូដរបស់ខ្ញុំបាទនៅក្នុង OKX Wallet ទេសិនណាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងសម្រាប់បងប្អូនដែលបានធ្វើការបង្កើតនៅ OKX Exchange រួចរាល់ហើយមាននៅ OKX Wallet រួចរាល់ក៏ដោយអ្នកនរគ្នាក៏នៅតែអាចធ្វើការដាក់កូដរបស់ខ្ញុំដើម្បីទទួលបានការ sale ត្រឡប់មកវិញ 20% ផងដែរអ្នកនរគ្នាអាចអ្នកដែលមាន Wallet ហើយអាចតាមដានខ្ញុំនៅខាងចុងនៃវីដេអូប៉ុន្តែពេលនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបនៃការចុះឈ្មោះដើម្បីទទួលបាន 20% ទេសិនព្រោះនៅក្នុង OKX Wallet នេះក៏យើងត្រូវតែធ្វើការដកលុយបាទនេះគឺយើងត្រូវធ្វើការដកនៅកាក់នេះចូលទៅកាន់ OKX Wallet ដែរណាអញ្ចឹងហើយអ្នកនរគ្នាត្រូវត្រៀមនៅ OKX Wallet មួយសិនទៅណាដើម្បីធ្វើការដាក់លុយចូលតោះឥឡូវតាមដានជាមួយខ្ញុំពីរបៀបនៃការបាទបង្កើតនៅ OKX Wallet ហើយនឹងធ្វើការដាក់កូដដើម្បីទទួលបាន 20% ដូចខ្ញុំបញ្ជាក់អញ្ចឹងសម្រាប់អ្នកដែលមានបាននៅ OKX Wallet ហើយតាមដាននៅខាងចុងនៃវីដេអូទៅនឹងឃើញរបៀបនៃការដាក់កូដហើយណាឥឡូវបងប្អូនទាំងអស់គ្នាអាចចូលមកកាន់ OKX បាទ Exchange របស់បងប្អូនទាំងអស់គ្នាមកបន្ទាប់មកបងប្អូនទាំងអស់គ្នាកលេចមកមើលត្រង់ចំណុចនេះខាងលើមកបាទខាងលើយើងនឹងឃើញ Exchange ឃើញទេអញ្ចឹងយើងចុចទៅលើ Exchange ហើយបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថាបាទ wallet ខាងក្រោមនេះអញ្ចឹងយើងចុចទៅលើពាក្យថា wallet នៅពេលដែលបងប្អូនទាំងអស់គ្នាបាទចុចយក wallet ហើយបងប្អូនទាំងអស់គ្នានឹងចូលមកកាន់ទម្រង់បែបនេះនៅពេលដែលចូលមកកាន់ទម្រង់នេះហើយយើងនឹងឃើញពាក្យថា allo យើងចុចទៅលើពាក្យថា allo អូខេបន្តមកទៀតយើងនឹងឃើញពាក្យថា create បាទ wallet ខាងក្រោមនេះគឺជាអ្នកដែលគាត់មាននៅ wallet រួចរាល់ហើយមានពាក្យសម្ងាត់ទាំង12ពាក្យហ្នឹងណាបងប្អូនទាំងអស់គ្នាគ្រាន់តែយកមកបាទចុចទៅលើ import ហើយបំពេញពាក្យសម្ងាត់ទាំង12ពាក្យហ្នឹងទៅគឺយើងនឹងចូលទៅកាន់ account ចាស់របស់យើងហើយប៉ុន្តែសម្រាប់អ្នកដែលចង់បង្កើតថ្មីចុចទៅលើថាបាទ create wallet ចុចកន្លែងហ្នឹងអូខេបន្តមកទៀតយើងគ្រាន់តែចុចទៅលើថាបាទ create new ណាយើងចុចកន្លែងហ្នឹងបន្ទាប់មកកន្លែងនេះគឺជាកន្លែងដែលដោះសោណាដោះសោបងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងខ្លួនឯងណាទូរស័ព្ទយើងចាក់សោដោយប្រើអីគេដូចជា scan ម្រាមដៃ scan មុខឬក៏លេខកូដជាដើមអញ្ចឹងខ្ញុំ scan មុខខ្ញុំគ្រាន់តែចុចទៅលើថា allo អូខេតែប៉ុណ្្នឹងមកគឺអ្នកដោះសោរួចរាល់ហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាយើងនឹងចូលមកកាន់ទម្រង់បាទ wallet របស់យើងនេះគឺជា wallet ដែលយើងបានបង្កើតប៉ុន្តែមិនទាន់ពេញលេញ 100% ឡើយបងប្អូនទាំងអស់គ្នាត្រូវមើលចំនួន2ទៀតបាទ cloud backup ហើយនិង manual បាទ backup បាទអញ្ចឹងអ្នកនរគ្នាខាងលើនេះបើសិនជាយើងចុចខាងលើ
គឺយើងត្រូវធ្វើការបំពេញកូដខ្លួនឯងកូដចាប់ពី8ខ្ទង់ឡើងទៅអីចឹងណាដោយមានលេខមានអក្សរអីចឹងទៅបាទឥឡូវខ្ញុំសូមបង្ហាញសិនយើងចុចកន្លែងហ្នឹងបាទខ្ញុំដោះសោឥឡូវចេះចោះបាទកន្លែងនេះខ្ញុំសូមមិនបង្ហាញទេខ្ញុំសូមបង្ហាញកន្លែង manual backup តែម្ដងទៅដើម្បីយកកូដរក្សាទុកណាចុចទៅលើ manual backup អូខេបន្តមកទៀតបងប្អូនគ្នាអាចចុចទៅលើ beta continue អូខេកន្លែងនេះគឺមាន3 step យើងត្រូវរងចាំកន្លែងនេះឲ្យ queue អូខេ understand ចុចមកហើយយើងរងចាំទៀតមកណាអូខេ step ទី3កន្លែងនេះគឺរួចរាល់ហើយណាចុចកន្លែងហ្នឹងបាទហើយបន្តមកខ្ញុំចុចទៅលើ backup ណាចុចទៅលើ backup តែប៉ុណ្្នឹងមកបងប្អូនទាំងអស់គ្នាយើងដោះសោមទៀតទៅគឺយើងនឹងចូលមកកាន់ទម្រង់នេះគឺសោដូចខ្ញុំបានដោះមុននេះគឺខ្ញុំបានបញ្ជាក់ហ្នឹងណាហើយនេះគឺជាចំណុចដែលសំខាន់ដែលបងប្អូនទាំងអស់គ្នាត្រូវតែរក្សាបាននៅពាក្យសម្ងាត់ទាំង12ពាក្យនៅត្រង់ចំណុចនេះត្រូវយកប៊ិចយកសភៅមកកត់កន្លែងហ្នឹងទុកឥឡូវយើងចុចទៅលើរូបភ្នែកហ្នឹងមកនៅពេលដែលយើងចុចទៅលើរូបភ្នែកបងប្អូនទាំងអស់គ្នានឹងឃើញហើយបាទនេះគឺជាបាទពាក្យសម្ងាត់បាទទាំង12ពាក្យបាទពាក្យសម្ងាត់ទី1អីពាក្យសម្ងាត់ទី2អី3អីរហូតដល់ពាក្យសម្ងាត់ទី12គឺពាក្យអីអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវកត់ទុកដោយខ្លួនឯងត្រូវកត់លេខផងណាលេខ1អីលេខ2បាទអីលេខ3អីលេខ4អីចឹងមកណាមិនមែនកត់តែពាក្យសម្ងាត់ទេណាត្រូវកត់លេខផងដើម្បីឲ្យចំណាំបងប្អូនគ្នាចុចទៅលើ continue មកដូចខ្ញុំនិយាយចឹងត្រូវចាំកន្លែងហ្នឹងណាចុចទៅលើ continue អូខេបន្តមកទៀតនេះគឺជាចំណុចដែលសំខាន់ដែលយើងត្រូវធ្វើការដាក់នៅទូទាយនៅ word របស់យើងអញ្ចឹង word ទី1អីគេណាបងប្អូនគ្នាចាំខ្លួនឯងហី word ទី1ខ្ញុំចុចមកបាទឥឡូវ word ទី6 word ទី6អីគេណាអញ្ចឹងបងប្អូនគ្នាកត់ខ្លួនឯងហើយចំណាំខ្លួនឯងណា word ទី6ខ្ញុំធ្វើការចុចសិនអូខេនេះ word ទី11 word ទី11អីគេណាខ្ញុំនឹងធ្វើការចុចមកអូខេនៅពេលដែលយើងចុចត្រឹមត្រូវហើយយើងគ្រាន់តែចុចទៅលើប៊ូតុន done តែប៉ុណ្ណេះគឺយើងនឹងទទួលបានបាទ wallet មួយហើយណាអូខេអញ្ចឹងបន្ទាប់ពីបង្កើតរួចរាល់ហើយបងប្អូនទាំងអស់គ្នាក៏ត្រូវដាក់កូដដើម្បីទទួលបាននៅការ discount 20%ដែរអញ្ចឹងដើម្បីទទួលបានខ្ញុំចុចកន្លែងនេះយើងចូលកន្លែងហ្នឹងមកអូខេបន្ទាប់មកយើងយកពាក្យថា referral ចុចទៅលើ referral បន្ទាប់មកយើងនឹងឃើញពាក្យថាបាទ enter code យើងចុចកន្លែងហ្នឹងអូខេបន្ទាប់ពីចុចទៅលើ enter code ហើយបងប្អូនគ្នានឹងឃើញកន្លែងនេះនេះគឺជាកន្លែងដែលបងប្អូនគ្នាត្រូវដាក់កូដរបស់ខ្ញុំដែលមាននៅលើអេក្រង់នៃវីដេអូនេះហើយដើម្បីទទួលបាននៅ20%ណាអូខេអញ្ចឹងយើងចុចកន្លែងហ្នឹងបងប្អូនគ្នាដាក់មកបាទ PK8 ណា8បាទនិយាយទៅការ៉េ8ណាបងប្អូនគ្នាដាក់ចុងមកបើសិនជាអញ្ចេះបើសិនជាអញ្ចេះគឺវា load ខុសហើយណាបាទគឺ load ក្រហមអញ្ចឹងថែមលេខ8ទៀតមកគឺវានឹងឃើញ Q បងប្អូនគ្នានឹងឃើញខាងក្រោមនេះគឺទទួលបាន20%ណាអញ្ចឹងបន្ទាប់មកខ្ញុំគ្រាន់តែចុចទៅលើវាថា confirm មកណាយើងចុចទៅលើវាថា confirm បន្ទាប់ពីចុចទៅលើវាថា confirm ហើយបងប្អូនគ្នានឹងឃើញវាថា confirm ម្ដងទៀតអញ្ចឹងយើងចុចទៅលើវាថា confirm នឹងម្ដងទៀតមកបន្ទាប់មករួចរាល់ហើយបងប្អូនទាំងអស់គ្នាអត់មានអីច្រើនទេណាបាទហើយនេះគឺទទួលបាន20%ណាបាទ discount 20% គឺល្អមែនតើអញ្ចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូនៃការបង្ហាញពីរបៀបនៃការ create នៅ OKX ឲ្យបានត្រឹមត្រូវហើយបងប្អូនទាំងអស់គ្នាដែលចង់ដឹងពីរបៀបនៃការទិញកាក់ហូលទុកឲ្យបានយូរអាចចូលទៅខាងក្រោមនៃវីដេអូនេះឬក៏បងប្អូនទាំងអស់គ្នាអាចមើលនិយាយទៅអាចសិក្សាបន្ថែមទៅពាក់ព័ន្ធទៅលើការទិញកាក់ឬក៏លក់កាក់អីចឹងណាបន្ទាប់មកខ្ញុំចុចទៅលើខ្វែងមកគឺរួចរាល់ហើយណាចុចទៅលើខ្វែងទៅអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនជាងនេះទៀតឡើយបាទខ្ញុំគ្រាន់តែបង្ហាញពីរបៀបនៃការបង្កើតនៅ OKX Wallet ដើម្បីទទួលបានការ sale ត្រឡប់មកវិញ20%រាល់ការទិញលក់បងប្អូនទាំងអស់គ្នាអាចធ្វើការចុចកន្លែងនេះបាទចុចទៅលើ Ditch ចុច2ដងមកចុចកន្លែងហ្នឹងមកបងប្អូនទាំងអស់គ្នានឹងឃើញណាការទិញមៀមខ្វាញ់ swap កាក់ swap អី copy trade print អីហ្នឹងគឺនៅតំណឹងហើយ trade គឺយើងគ្រាន់តែធ្វើការ trade បាទពីកាក់ណាមួយឥឡូវឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់ទិញកាក់អីគេចឹងណាឧទាហរណ៍ថាយើងមានUSDT យើងមាន USDT បាទហើយយើងចង់ទិញកាក់ណាមួយយើងអាចចុចខាងក្រោមនេះមកណាចុចខាងក្រោមមកឧទាហរណ៍ថា HRP យើងដាក់ HRP មកបាទនៅក្នុង network Solana ណាបាទឬក៏បងប្អូនគ្នានិយាយទៅសម្រាប់បងប្អូនដែលចង់ដឹងបន្ថែមពាក់ព័ន្ធទៅលើចំណុចនេះសូមមើលវីដេអូនៅខាងក្រោមនៃវីដេអូនេះណាខ្ញុំនឹងធ្វើការបង្ហាញរួចរាល់ហើយបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ